GPU Graphics Processing Unit ឬ Graphics Card គឺជាឧបករណ៍បង្ហាញរូបភាពវាមានរូបរាងជាកាត់វែងមានកង្ហារតូចវាជួយកណនារូបភាពដើម្បីបង្ហាញលើអេក្រង់ប្រសិនបើអ្នកលេងហ្គេមឬធ្វើការក្រាហ្វិក GPU ខ្លាំងនឹងធ្វើឲ្យរូបភាពកាន់តែច្បាស់ HDD Hard Disk Drive គឺជា storage ប្រភេទចាស់មានថាសបង្វិលខាងក្នុងរូបរាងធំនិងតម្លៃថោកប៉ុន្តែយឺត SSD Solid State Drive គឺ storage ប្រភេទថ្មីល្បឿនលឿនជាង HDD ច្រើនវាមានទំហំតូចដូច Flash Drive PSU Power Supply Unit គឺជាឧបករណ៍ផ្គត់ផ្គង់អគ្គិសនីទៅគ្រឿងបន្លាស់ទាំងអស់វាមានរូបរាងជាប្រអប់មានខ្សែភ្ជាប់ច្រើនវាបំលែងភ្លើងពីក្រៅឲ្យសមស្របសម្រាប់កុំព្យូទ័របើ PSU មិនល្អអាចធ្វើឲ្យម៉ាស៊ីនយើងធ្វើការងារមិនបានល្អដែរ Cooling System គឺប្រើសម្រាប់បញ្ចុះកម្ដៅវាមានដូចជា fan ឬ water coolingពេល CPU និង GPU ដំណើរការខ្លាំងវានឹងក្ដៅហើយប្រព័ន្ធនេះជួយបញ្ចុះកម្ដៅដើម្បីការពារកុំឲ្យខូច